ខ្ញុំជឿជាក់ថាអ្នកគ្រប់គ្នានឹងធ្លាប់ឮពាក្យនិយាយថាខំប្រឹងរៀនអង់គ្លេសហើយតែពេលដល់រៀនដល់សាកលតែអត់ចេះអង់គ្លេសពិបាកហ្មងយើងប្រឡងចូលរៀនសាលាដើម្បីឲ្យរៀន4 level ប៉ុន្តែធ្វើ test សិនបើសិនជាបាន level ណារៀន level ហ្នឹងប៉ុន្តែគ្រាន់ test ភ្លាមទៅវាបានតែ level 4តែម្ដង level ចុងក្រោយដោយសារតែទី1អាចថាយើងរៀនពីព្រះវិហារមកហើយពេលគាត់ចូលដល់ level 4ដល់ពេលមួយដែលថាឡើងធ្វើ presentation ដោយសារពេលហ្នឹងមនុស្សទៅមកពេញដំបូងអញ្ចឹងអ៊ីនណាពេលដែលយើងគេនិយាយជាមួយហ៊ាននេះហើយអង្គុយក្នុងរៀនថ្នាក់វិញគឺអង្គុយនៅក្រោយហ្មងសឹកចិត្តសង្ងំរៀនស្ដាប់តែគ្រូឯទេដល់ពេលដល់ឡើងធ្វើ presentation ដល់ពេលគ្រាន់តែឡើងភ្លាមគេថា wow គេចាប់ផ្ដើមមានតំណែងសួរហ្មងថាមកពីណាហេតុអីបានជាអង់គ្លេសរបស់យើងរៀនបានល្អទាំងដែរ level 4ដូចគេដល់ពេលអញ្ចឹងទៅបានថាចុះហេតុអីបានត្រូវសួរថាមកពីណាព្រោះខ្ញុំមកពីព្រះវិហារថាទៅគេចាប់ផ្ដើមឆ្ងល់ថាព្រះវិហារមានសាលាអង់គ្លេសដែរគឺថាមានតែមាន2 3សាលាដែរគ្រាន់ថាអត់សូវសម្បូរយើងមានតែយើងមានចន្លោះតិចជាមូលហេតុដែលមកដំបូងគេឆ្ងល់ថាព្រះវិហារមានសាលារៀនអង់គ្លេសដែរដំបូងមានតែសម្រាប់អ្នកគាត់ចាប់ដើមរៀនដំបូងទី1ឲ្យគាត់ខំប្រឹងរៀនជាមួយគ្រូសិនតែថាទៅជាមួយគ្រូហើយបន្ទាប់មកដល់ពេលដែលយើងបានគ្រឹះដំបូងថាអង់គ្លេសគេរៀនរបៀបម៉េចអាហ្នឹងគឺព្យាយាមឲ្យគាត់រៀនខ្លួនឯងបន្ថែមតឲ្យបានច្រើនព្រោះអីក៏លើករបស់ខ្ញុំទៅរៀននៅសាលាព្រោះនៅសាលាយើងបានតែរៀនដឹងអំពីព័ត៌មានថាមករៀនចេះដល់ពេលដែលអ្វីដែលយើងអាចរៀនបានច្រើននោះគឺរៀនដោយខ្លួនឯងព្រោះអីឥឡូវនេះអត់ពិបាកទេមេរៀនចឹកអស់មាននៅក្នុងអ៊ីនធឺណិតទេសូម្បីតែការនិយាយ speaking មើលទៅលើការសរសេរឬក៏របៀបរៀនវិជ្ជាករអីផ្សេងគឺយើងត្រូវរៀនបន្ថែមអាហ្នឹងជា advice មិនត្រឹមតែរៀននៅសាលាទេតែព្យាយាមរៀនខ្លួនឯងឲ្យបានច្រើនព្យាយាមស្ដាប់ខ្ញុំជឿជាក់ថាអ្នកគ្រប់គ្នានឹងធ្លាប់ឮពាក្យនិយាយថាខំប្រឹងរៀនអង់គ្លេសហើយតែពេលដល់រៀនដល់សាកលតែអត់ចេះអង់គ្លេសពិបាកហ្មងខ្ញុំជឿជាក់ថាណាគេក៏ធ្លាប់ឮដែរវាពិសេសសិស្សដែលយើងរៀនមកពីខេត្តអាហ្នឹងគឺជាការពិតមែនព្រោះអីមកដល់សាលាដែលខ្ញុំជាក់ផ្អើលមែនតែម្ដងពេលដែលយើងចូលសាកលតែពេលចូលនៅសាកលមេរៀនមិនថាមុខវិជ្ជាណាទេគេសុទ្ធតែរៀនជាភាសាអង់គ្លេសហើយឆាក់សម័យមើលថាបើសិនតែយើងអត់ទាន់មានមូលដ្ឋានគ្រឹះទេយើងមកដល់ភ្លាមយើងអត់អាចចាប់មេរៀនទាន់គេអាចនឹងពិបាកហើយយឺតមែនតើហើយដែលអ្វីដែល surprise មួយទៀតគឺតាក់ទងទៅនឹងមជ្ឈដ្ឋានការងារអីគ្រាន់តែខ្ញុំចូលរៀនឆ្នាំទី1នៅក្នុងឆ្នាំ2021ខ្ញុំចូលរៀនឆ្នាំទី1នៅសាកលតែខ្ញុំក៏ចាប់ផ្ដើម apply ការងារដូចគ្នាដែរអ្វីដែលខ្ញុំ surprise នៅពេលហ្នឹងខ្ញុំអត់ដែលមានបទពិសោធន៍ការងារសោះហើយមាន candidate 2នាក់ដែលត្រូវទៅ apply ការងារដូចគ្នាទាំងម្នាក់ទៀតគេធ្លាប់មានបទពិសោធន៍ការងារផ្សេងៗចឹងទៅព្រោះយើងបានទៅចែកគ្នាយើងដឹងពីព័ត៌មានទាំងអស់ហ្នឹងតែយើងក៏ឆ្ងល់ថាហេតុអីបានគេជ្រើសរើសយកយើងទាំងដែលគាត់មានបទពិសោធន៍ផ្សេងៗអត់ចេះអញ្ចឹងខ្ញុំក៏ទៅបានណា surprise មែនតើពេលយើងជួបធ្វើបាន2 3ខែគេប្រាប់ថាដោយសារតែយើងចេះតាក់ទងនឹងភាសាព្រោះអីគេគិតថាពេលយើងចេះភាសាគឺវាទូលំទូលាយយើងអាចរកព័ត៌មានផ្សេងៗខាងក្រៅ like international អីចឹងជាដើមអញ្ចឹងគេគិតថាយើងអាចដាក់បិវត្តបានគេក៏ទទួលយកយើងអាហ្នឹងជារឿងដែលថាមានឲ្យ surprise មែនតើតាក់ទងនឹងការរៀនអង់គ្លេសការសង្ខេបមួយម៉ាត់ដូចជាពាក្យមួយថារៀនកុំឈប់អញ្ចឹងក្នុងភាសាអង់គ្លេសរបស់ខ្ញុំរៀនតាំងពីក្មេងមកមែនប៉ុន្តែខ្ញុំអត់គិតថាពីក្មេងមកហ្នឹងយើងចេះទេអញ្ចឹងយើងត្រូវតែព្យាយាមបន្ថែមសូម្បីតែឥឡូវនេះក៏នៅតែរៀនដែរប៉ុន្តែយើងរៀននៅកម្រិត level 1ដែលសម្រាប់យើងជាមនុស្សធំអញ្ចឹងសរុបមកវិញរៀនកុំឈប់ការធ្វើមេត្តាដោយសារតែខ្ញុំរៀននៅសាកលជាខាងគ្រូបរិញ្ញាទោះបីជាយើងនិយាយមួយម៉ាត់ក៏ដោយក៏យើងត្រូវតែព្យាយាមនិយាយដែរដោយសារតែ this is English class we need to talk more in English brush his teeth twice a day twice ហើយខ្ញុំឃើញថាការបង្រៀនការចែករំលែកចំណេះដឹងរបស់យើងទៅគេវាជួយឲ្យខ្ញុំសប្បាយចិត្តទី1បន្ថែមបើយើងសិនតែយើងមានចំណេះហើយយើងអត់ចែករំលែកទៅក្រៅបន្ថែមទៀតវាដូចយើងកប់លាក់នៅខ្លួនឯងអញ្ចឹងណាអញ្ចឹងវាជាវប្បធម៌នៃការចែករំលែកឲ្យធ្វើឲ្យខ្ញុំសប្បាយចិត្តអញ្ចឹងបានខ្ញុំសម្រេចចិត្តថាខ្ញុំមិនអាចចែករំលែកនៅមនុស្សមួយក្នុងមួយចំណោមដែលខ្ញុំស្គាល់បានទេអញ្ចឹងខ្ញុំក៏ឃើញទាញយកឱកាសដែលយើងថាយកអ៊ីនធឺណិតហ្នឹងមកចែករំលែកចែកចាយគ្នា This is my weekend class and my student she has been here for more than 3 months and we have learned grammar and also public speaking and right now she will present herself and she will show us and speak and the one topic here she will get asked the question that she would not know and she will think immediately and answer to those questions ចឹងក៏សម្រាប់ចិត្តថាធ្វើជា content មេត្តាតាក់ទងនឹងការចែករំលែកភាសាអង់គ្លេសដើម្បីឲ្យអ្នកដែលផ្សេងដូចជាក្មេងៗនៅតាមភូមិតាមខេត្តដែលដូចមកពីពួកខ្ញុំមកពីព្រះវិហារអញ្ចឹងគាត់បានឃើញហើយគាត់នឹងមានទឹកចិត្តក្នុងការខំប្រឹងប្រែងរៀនឲ្យបានចេះដូចគ្នាអញ្ចឹងជាមូលហេតុដែលថាចង់បង្កើតជាមេត្តាចែករំលែកទៅដល់អ្នកដែលបានមើលខ្ញុំគិតថាទៅទាំងពីរដោយសារតែយើងបានចែកពេលវេលាច្បាស់លាស់ក្នុងការធ្វើនៃការបរិញ្ញាហើយនិងការធ្វើជា content ណាមួយ
រឿងទាំងពីរហ្នឹងគឺវាមានតំណែងតំណងគ្នាដោយឡែកគ្រូបរិញ្ញាក៏យើងដឹងថាយើងមានថ្មីមាត់ក្នុងការនិយាយក្នុងការបញ្យល់ហើយនឹងរៀបរាប់ទៅកាន់សិស្សឬក៏មនុស្សជុំវិញខ្លួនឲ្យយល់អំពីមេរៀនរបស់យើងអញ្ចឹងតកតងទៅនឹងការធ្វើ content ក៏វាដូចគ្នាដោយសារតែយើងត្រូវធ្វើយ៉ាងម៉េចឲ្យមានការរៀបចំគម្រោងក្នុងការចែករំលែកទៅកាន់អ្នកមើលឬក៏អ្នកស្ដាប់អញ្ចឹងគឺទាំងពីរហ្នឹងគឺអាចទៅជាមួយគ្នាបានខ្ញុំគិតថាអ្នកគ្រប់គ្នាប្រកាសជាឮថាធ្វើម៉េចឲ្យមានភាពទំនុកចិត្តនិងជឿជាក់លើខ្លួនឯងហើយមួយទៀតឲ្យខ្លួនឯងនៅឱកាសមួយក្នុងការសាកល្បងអញ្ចឹងផ្ដល់ឱកាសឲ្យខ្លួនឯងសាកល្បងស្រឡាញ់អីគេគឺត្រូវធ្វើនឹងទៅនឹងការរៀនភាសាអង់គ្លេសពេលដែលរៀនហើយត្រូវធ្វើយ៉ាងម៉េចមានភាពក្លាហានក្នុងការបញ្ចេញអញ្ចឹងព្យាយាមអនុវត្តដើម្បីកុំឲ្យយើងភ្លេចឬក៏យើងអត់ហ៊ានក្នុងការនិយាយ This is how I use TikTok to improve my English speaking. Being yourself in showing the real you. It's about being you. ហើយនឹងតទៅនឹងការធ្វើ content អីក៏ដោយធ្វើម៉េចឲ្យមានភាពក្លាហានផ្ដល់ឱកាសឲ្យខ្លួនឯងសាកល្បងធ្វើវាចាស់បើសិនជាធ្វើអត់ទាន់បានសម្រេចមួយថ្ងៃព្យាយាមធ្វើតទៅមុខទៀតអញ្ចឹងផ្ដល់ឱកាសឲ្យខ្លួនឯងសាកល្បងហើយនឹងខំប្រឹងសិក្សាខេត្តរបស់យើងអត់សូវសម្បូរសាលារៀនទេប៉ុន្តែខ្ញុំជឿជាក់ថាក្មេងៗឥឡូវពួកគាត់មានអ៊ីនធឺណិតទូរស័ព្ទរៀងៗខ្លួនអញ្ចឹងជាដំបូងមាននៃការរៀនដូចនិយាយពីដើមវីដេអូនិយាយពីដើមនឹងអញ្ចឹងព្យាយាមរៀនខ្លួនឯងឲ្យបានច្រើនដោយសារតែសម័យនេះឥឡូវនេះព័ត៌មានជាច្រើនដែលគេផុសបង្ហាញទាក់ទងនឹងការសិក្សាឬក៏ការលើកទឹកចិត្តផ្សេងៗគឺមានច្រើនអញ្ចឹងជាដំបូងមានសូមឲ្យក្មេងៗឬក៏បងប្អូនជំនាន់ក្រោយជ្រើសរើសបណ្ដាញអ៊ីនធឺណិតដែលត្រឹមត្រូវសម្រាប់ខ្លួនឯងក្នុងការអភិវឌ្ឍខ្លួនព្រោះឯថាបើសិនជាយើងមើលតែចំណុចព័ត៌មានដែលគេ share ច្រើនមកអននៅក្នុងបណ្ដាញសង្គមនឹងទាញអ្នកនរគ្នាទៅឲ្យមានអារម្មណ៍បែបហ្នឹងហើយអញ្ចឹងព្យាយាមឲ្យលើកទឹកចិត្តជ្រើសរើសយក content creator ណាដែលផ្ដល់ជាដំបូងមានឲ្យយើងបានច្រើនហើយនឹងមួយទៀតព្យាយាមសិក្សាស្រាវជ្រាវខ្លួនឯងឲ្យបានច្រើនដូចគ្នា